បងប្អូនដែលមានល្ពៅទុំនៅក្នុងផ្ទះអត់ដឹងធ្វើអីមកមើលវីដេអូនេះនឹងចេះធ្វើទឹកល្ពៅហើយបានញ៉ាំឡើងឈ្ងុយឆ្ងាញ់ហ្មងហើយវិធីធ្វើរបស់គេហ្នឹងនិយាយថាងាយស្រួលឆាប់បានញ៉ាំទៀតមកពីធ្វើការហែវហត់អស់កម្លាំងអីដាក់តែមួយកែវហ្នឹងគឺថាមានកម្លាំងព្រឹសហ្មងឥឡូវមកទស្សនាដំណើរការនៃការធ្វើទឹកល្ពៅទាំងអស់គ្នាសម្រាប់ផ្លែល្ពៅខ្ញុំមានចំនួន1ផ្លែស្មើនឹង1គីឡូស្លឹកតយដាក់4-5សន្លឹកពីក្រោមហើយយើងចិតល្ពៅចំណិតបែបហ្នឹងដាក់ចំហុយវាចំហុយឲ្យទល់ឆ្អិនបែបហ្នឹងហើយបន្ទាប់មកខ្ញុំយកមកក្លុកជាមួយនឹងម៉ាស៊ីនទឹកក្លុកហើយខ្ញុំកូរនេះចាក់ត្រង់ហ្នឹងគឺទឹកស្លឹកតយជាមួយនឹងទឹកខ្ទិះដូងបងប្អូនខ្ញុំបុកវាហើយពូតយកទឹកបែបហ្នឹងសម្រាប់ទឹកខ្ទិះដូងមួយស្លឹកតយហ្នឹងគឺយើងចាក់មកល្មមធ្វើម៉េចយើងក្លុកម៉ាស៊ីនទៅបានកុំឲ្យវាកាំងណាបន្ទាប់ពីខ្ញុំរងាស់ហើយហ្នឹងគឺខ្ញុំយកមកដាក់ដាំលើភ្លើងបន្ទាប់ពីវាពុះហើយខ្ញុំចាប់ផ្ដើមដាក់ស្ករសបន្ទាប់មកទឹកដោះគោខាប់បន្ទាប់មកទៀតហ្នឹងគឺខ្ទិះដូងចុងហើយនឹងចុងក្រោយនោះគឺអំបិលមកចាប់ទៅដើម្បីឲ្យទឹកល្ពៅរបស់យើងរៀងមុតបន្តិចអញ្ចឹងណាបងប្អូនហើយបងប្អូនកុំភ្លេចដាក់ញីស្លឹកតយដាក់បងក្នុងឆ្នាំងដែលយើងកំពុងតែដាំទឹកល្ពៅហ្នឹងផងដើម្បីឲ្យបង្កើនក្លិនទឹកល្ពៅយើងកាន់តែឆ្ងាញ់ហើយនេះជាលទ្ធផលដែលទឹកល្ពៅរបស់ខ្ញុំចំអិនរួចឃើញថារៀងខាប់បន្តិចអញ្ចឹងបងប្អូនអាចដាក់បន្ថែមជាមួយនឹងទឹកកកឬក៏ទឹកដោះគោខាប់ហើយបើបានយកទៅទុកក្នុងទូទឹកកកមកយប់អីស្អែកឡើងបើកមកចាក់ចូលកែវមិនបាច់ចាំដាក់ទឹកកកទេគឺថាមកឆ្ងាញ់ហ្មងបងប្អូនហើយរសជាតិរបស់គេបងប្អូនចូលចិត្តបន្លែមឬក៏រៀងដិតអីគឺបងប្អូនលៃស្ករសនិងខ្ទិះដូងបន្ថែមតាមនឹងទៅចំណែកឯខ្ទិះដូងដើមបងប្អូនអាចបន្ថែមនៅពេលដែលទឹកល្ពៅយើងឆ្អិនហ្នឹងយើងបន្ថែមពីលើក៏បានដែរបាទរឹតតែឈ្ងុយឆ្ងាញ់ថែមទៀតហើយសេះសល់ហ្នឹងគឺយើងច្រកដបទុកឲ្យវាត្រជាក់ហើយយើងចាំយើងទុកក្នុងទូទឹកកកព្យាយាមផឹកឲ្យអស់កុំឲ្យលើសពីមួយសប្តាហ៍ដើម្បីធានាបានសុវត្ថិភាពនិងគុណភាពឃើញនៅនឹងដៃខ្ញុំនេះក្រហមតិចច្រឡំថានំអីស្រួយទៅបងប្អូនតែមិនមែនទេទៅវិញនេះគឺជាងៀតគោពីខាងខ្ញុំដែលយើងកំពុងតែអាំងដោយយកចិត្តទុកដាក់បំផុតរហូតបានសាច់គោឡើងស្ងួតហើយឡើងក្រហមឈ្ងុយបែបនេះបងប្អូនហើយបន្ទាប់មកគឺយើងចាប់ដើមដាក់ថ្លឹងហើយវិចខ្ចប់នៅក្នុងថង់ទម្ងន់កន្លះគីឡូដោយបងប្អូនគ្រាន់តែទិញទៅហ្នឹងគឺថាហែកតែពីថង់អញ្ចឹងបងប្អូនទទួលបានងៀតគោយ៉ាងឈ្ងុយឆ្ងាញ់ហើយគឺថារក្សាទុកបានយូរមែនទែនបាទរឹតតែពិសេសទៀតនោះបងប្អូនហើយមកកញ្ចប់គេហ្នឹងកន្លះគីឡូហ្នឹងគឺតែ50000រៀលទេបាទហើយទទួលបានងៀតគោឡើងច្រើនបងប្អូនទិញយកទៅគឺថាមិនខុសបំណងត្មងខ្ញុំហ៊ាននិយាយថាអញ្ចឹងមើលនៅនឹងដៃខ្ញុំនេះគឺវាទៅសោះបងប្អូនសាច់វាស្ងួតផងអញ្ចឹងគឺថាបានច្រើនមែនទែនឃើញវាស្ងួតល្អអញ្ចឹងតិចច្រឡំថាតិចស្វិតពេករឹងពេកបងប្អូនដាក់ចូលតែមាត់តែមួយសធូហ្នឹងគឺឡើងទុនហ្មងសាច់របស់គេនេះហ่าបាទហើយពិសេសណាបងប្អូនដែលចូលចិត្តដើរព្រៃឬក៏ធ្វើដំណើរផ្លូវឆ្ងាយឯនេះមានតែមកកញ្ចប់នៅក្នុងកតាបអីហ្នឹងគឺហើយតែហ្មងហើយរឹតតែពិសេសទៀតនោះគឺសម្រាប់ក្មេងៗឬក៏លោកតាលោកយាយឬក៏យើងអាចយកទៅច្នៃធ្វើម្ហូបបានច្រើនមុខទៀតបងប្អូនដូចនៅក្នុងរូបអញ្ចឹងយើងអាចយកវាទៅញ៉ាំជាមួយតាយ៉ងចេកឬក៏បងអ្នកក្លែមឯងហែកតែពីថងមកក្លែមបានតែហ្មងមានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុងទំនាក់ទំនងបោះដុំលក់រាយបងប្អូនអាចតាក់ទងមកខ្ញុំក៏បានឬក៏ខលមកលេខនេះក៏បានអរគុណច្រើន